ចេញហើយស្រួយណាកូនកណ្ដុរកូនជិតកណ្ដុរណាប៉ុណ្ណេះណារៀងស្អាតទូចស្អាតណាកលិនណាអូខេជីបឆ្ងាញ់ស្រួយល្អណាស់បាទល្អណាស់ជ្រូកខ្វៃស្អាតហ៎បាទចេញទៅហើយបាទកំពុងភ្លុកបាទຂະຫນາດប៉ុណ្ណឹងគឺស្អាតតែម្ដងបាទជ្រូកខ្វៃប៉ុណ្ណេះបាទល្អណាស់ស្រួយខ្ញោកស្រួយទាំងអស់ណាស្រួយល្អអូខេប៉ុណ្ណឹងស្រួយល្អជ្រូកខ្វៃសែនបាទត្រូវការយកទៅសែនយកទៅញ៉ាំបាទប៉ុណ្ណឹងគឺឆ្ងាញ់តែម្ដងបាទបាទនេះរួចបដាខ្លះកំពុងធ្វើថ្ងៃទី27ត្រៀមចូលឆ្នាំចិនបាទជាមួយចុងភៅម៉ាន់ថងនៅមុំមិនទាន់អស់ហើយនៅមកលម៉កទៀតបាទអេមចេញមួយមើលស្អាតណាស់ថ្ងៃនេះថ្ងៃទី28បាទខែ8ថ្ងៃទី28ខែ8 2025បាទអេមស្អាតណាស់បាទជ្រូកខ្មែរសុទ្ធសាធណាអរគុណមួយចេញទាំងព្រឹកតែម្ដងបាទតែនៅចេញពីឡទេបាទគឺថ្ងៃមុនលៀងពួកកិតពីរនេះលៀងរួចបានមួយចឹងឆេងមេងបងប្អូនចង់កំងជ្រូកខ្វៃអ្នកសែនក្បាលទឹកច្រឡំបាទសិនជាសែនក្បាលទឹកបងប្អូនត្រូវការជ្រូកខ្វៃស្អាតឆ្ងាញ់បាទសែនឲ្យរោស៊ីមានបានឲ្យប្រឹងរោផងណាបាទយើងអាចតាក់ទងជាមួយចុងភៅម៉ាន់ថងបានបាទដែលមានលេខទូរស័ព្ទ092 74 17 17 012 74 012អូខុសរហូតថ្ងៃនេះ012ផែ4ផែ9 12បាទចាំខ្ញុំដាក់បញ្ជាក់លើកញ្ចក់អេក្រង់ផងបាទលៀងរួចថ្ងៃមុនបាទគាត់ចេញឲ្យមួយមុនសែនក្បាលទឹកឥឡូវត្រូវការសែនក្បាលទឹកអាចតាក់ទងបានណានេះលៀងគាត់ស្អាតរួចអស់ហើយត្រៀមចាំថ្ងៃសែនក្បាលទឹកពីរគ្រឿងនេះលត់បានអត់បញ្ហាស្អាតចេញមកហើយអូនអ៊ូបបាទអូនអ៊ូបបាទជ្រូក
ជ្រូកខ្មែរសុទ្ធណាជ្រូកខ្មែរអូនណាបាទអូនអ៊ូកចេញហើយថ្ងៃទី28 ខែ 8 ឆ្នាំ 2025 បាទចេញនៅទៅខាងកន្លែងអង្គរទៅខាងកន្លែងអង្គរបាទកន្លែងអង្គរស្អាតត្រូវការកំងសែនក្បាលទឹកអាចកំងបានបាទជាមួយចុងភៅម៉ាន់ថងបាទត្រៀមរួចហើយបាទឡត្រៀមស្អាតអស់ហើយលាងសម្អាតពួកកាត់ពីគ្រឿងនេះត្រៀមរួចហើយនឹងបងប្អូនត្រូវការជ្រូកអាចកំងបានជាមួយចុងភៅម៉ាន់ថងទទួលជ្រូកខ្វៃទាខ្វៃបាទអរគុណច្រើនមើលបានស្អាតណាស់ស្រួយខ្ញោកមកប៉ះបានហើយស្រួយលយះស្រួយនេះស្រួយល្អហ្មងណាអានេះមួយទៀតគីឡូប៉ិនគ្នាដែរ18គីឡូដែរបាទ18គីឡូដែរណានេះណាតែឃើញចេះអត់ស្រួយណាច្រឡំហើយបាទនេះគោះឲ្យមើលនេះស្រួយខ្ញោកនេះកុំថាតាគូតនេះតពោក៏ស្រួយដែរឃើញទេស្រួយខ្ញោកបាទ18គីឡូដូចគ្នា18គីឡូទាំងពីរបាទនេះជាអូនអ៊ូកទូចបាទថ្ងៃទី11 ខែ 1 ឆ្នាំ 2026ណាអូនអ៊ូកឆ្ងាញ់ណាស់ណាអូនអ៊ូកទូចអូនអ៊ូកឆ្ងាញ់ណាស់អូនអ៊ូកឆ្ងាញ់បាទអានេះខ្វៃឡទូចនេះទេបាទຂະຫນាតវាទូចបាទម្សិលមិញណាពួកអាឡធំបាទត្រៀមអានោះធំបាទឡទូចនេះអាឡទូចនោះបាទត្រូវនឹងអូនអ៊ូកទូចនេះអូនអ៊ូកទូចនេះណាឆ្ងាញ់ណាស់មកពើអេមឆ្ងាញ់ណាស់ថ្ងៃនេះចេញកូនជ្រូកទូចមួយបាទនេះជ្រូកតុកកានេះទៅព្រះនាងជែកព្រះនាងចំបាទស្រួយល្អណាស់ណាបាទអញ្ចឹងបងប្អូនចង់កំងបាទថ្ងៃនេះថ្ងៃទី11 ខែ 1 ឆ្នាំ 2026បាទនេះប្រភេទជ្រូកតុកកាណាស្អាតបាទស្អាតណាស់យកទៅសែនបាទមកស្អេមស្អាតបាទមើលលក្ខណៈមើលពើបាទស្អាតណាស់ពើទូចញៀបទេណាបាទពើស្អាតអត់ប្រើលក្ខទេបាទគឺធម្មជាតិពើធម្មជាតិបាទនេះជ្រូកខ្វៃថ្ងៃនេះទៅព្រះនាងជែកព្រះនាងចំថ្ងៃទី11 ខែ 1 ឆ្នាំ 2026អរគុណអតិថិជនដែលពេញចិត្តនឹងស្នាដៃរបស់ចុងភៅម៉ាន់ថងជ្រូកខ្វៃ